ទងនឹងជីវជាតិមួយចំនួននេះពីមុនវាហូរទៅក្រោមអស់ហើយពួកកាក់ស្មៅក៏អីដែលវារលួយកើតជីហ្នឹងដល់យើងដាំអាស្មៅកម្រប់ដែរហ្នឹងទៅអាស្មៅដែលរលួយមកវាហូរទៅណារួចទេជីវានៅក្នុងនឹងតែម្ដងអាហ្នឹងវាអាចកើតដូចជាពូជចលែនពួកសត្វល្អិតទេនៅក្នុងដីហ្នឹងខែប្រាំងទៅវាមានដំណើរហើយវាមានអាចលេនហើយវាដូចថាវាពុកទៅវាមានរំលោភគេហៅអាបន្តិចកំទីហ្នឹងវាកើតទៅជាជីប៉ុកតែខ្ញុំមើលផ្លែគឺក្នុងថាគឺក្រោមគួរស្វាយហ្នឹងវាចាប់ផ្ដើមមានចលែនហ្នឹងអានេះពីមុនវាមិនមានសោះហ្នឹងមានចលែនមានសឹកវាថាពពុះជួយបង្កើនដីហ្នឹងពីមុនវាអត់មានទេ